បាទជំរាបសួរដោយសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីប្លែកដែរបងប្អូនបាទខ្ញុំមានឆាម៉ាំសាច់ត្រីបងប្អូនតែបាត់កម្រងចង់ឆាមកទឹកជ្រូកទេបងប្អូនប៉ុន្តែព្រឹកមិញហូបជ្រូកបោះអំបាយចង់សតសាច់ត្រីបាទម៉ាំសាច់ត្រីហើយឆាមួយសាច់ត្រីស្រស់ទៀតបងប្អូនបាទតាមទឹកត្រីបងប្អូនបាទមកឆាពេលវេលាយូរបងប្អូនឥឡូវយើងចាប់ផ្ដើមបំពងខ្ទឹមជាមួយស្ករក្រហមយើងមកបងប្អូនឆាវាណាឈ្ងុយមកបងប្អូនណាហើយវាឡើងឈ្ងុយអីយើងចាប់ដាក់ត្រីចូលមកហើយវាទៅឈ្ងុយថែមទៅបងប្អូនបងប្អូនមានម៉ាំមានអីមកបងម៉ាំធ្វើបានច្រើនមកបងប្អូនបាទដូចខ្ញុំបង្ហាញវីដេអូមុនឲ្យបងប្អូនមើលអញ្ចឹងបាទម៉ាំមានពួនតាត់ម៉ាំឆើអញ្ចឹងទៅយើងវាច្រាំយើងទៅបាទឥឡូវយើងមកឆាម៉ាំម្ដងបាទឥឡូវខ្ញុំចាក់ឆាសាច់ត្រីវារៀងឆាត់មុនណាបងប្អូនឆាវារៀងសពតសាច់ឆ្អិនតិចមកហើយយើងដាក់ម៉ាំវាចូលតាមក្រោយបាទចូលមកម៉ាំនេះគឺខ្ញុំច្រាំវាសិនណាបងប្អូនបាទច្រាំវារៀងខ្វាត់តិចហើយយើងដាក់ឆាបើបងប្អូនឆាមួយសាច់ជ្រូកក៏វាឆ្ងាញ់មួយយ៉ាងដែរបងប្អូនបាទតែខ្ញុំនិយាយមុនអញ្ចឹងយើងអត់មានយើងអត់សាច់ជ្រូកចឹងបងប្អូនបាទអញ្ចឹងយើងដាក់សាច់ត្រីជំនួសមកបាទឥឡូវវារៀងឆ្អិនដែរដាក់ទឹកមកហើយបន្តិចវាត្រូវបងប្អូនហើយដល់ពេលឆារួចបងប្អូនហើយទៀតគឺបីឆ្នោតហើយខាងណាគេបងប្អូនហើយគឺតែម្ដងតែវាមិនមែនបញ្ហាបងប្អូនណាដល់តែវាកំព្រៀងទៅយើងមកហូបបាយមកខ្ញុំទាំងអស់គ្នាបងប្អូនណាបន្លែប្លុកយើងមកបែបតែប៉ុណ្្នឹងបងប្អូនបាទភាសាមេព្រៀងចឹងបាទបាក់អារម្មណ៍បន្លែកម្រងបងតាចង់ថាតែគួរក្រោយទេដល់វាយ៉ាងមិនគួរការបងបណ្ណាថតបងប្អូនមើលបណ្ណាបងប្អូនជាស្អាតបងប្អូនណាតែបន្លែប៉ុណ្ណឹងតែឆ្ងាញ់បងប្អូនមើលជាចឹងបងប្អូនមើលទៅបងប្អូនមិនអត់ទេសម្រាប់ជាតែបងប្អូនហើយបីព្រៀងចឹងបានហូបចឹងទៅដល់បាទអូនទៅតាមដល់គេតាមរៀងហើយ